យព្រឹករាំងហើយមន់រងាវឆ្លើយក្រមុំអាកាពួកយើងខំត្រត់ហើយខំរត់ហើយរំយើងជាងហើយអ៊ំទូបណ្ដាយើងជួយដំណាញ់បណ្ឌិតមិនជ័យតែទឹកហើយមិនជ័យតែទឹកហើយភាពយន្តរឿងជ័យប្រាជ្ញផលិតឡើងដោយផលិតកម្មអប្សរាភាពយន្តដឹកនាំរឿងដោយលោកសោមសំអាតផលិតក្នុងឆ្នាំ1973រឿងជ័យប្រាជ្ញសម្ដែងដោយតួធនជ័យសម្ដែងដោយលោកយិនបឿនហៅត្រង់ដឺតួនាងសួស្ដីសម្ដែងដោយនាងសំឧសភាតួព្រះចៅក្រុងចិនសម្ដែងដោយលោកសូចិនមានភ្នែកតែខ្វាក់យកស្ដីទុំលាំងទឹកហើយមរណាទីចិត្តមានរាំងចែងតែយកគ្រាំងលើគ្រាំងនេះលៀងទៅអមទៅទាំងអស់គ្នាអន់តតែថានឹងជ័យទាំងទឹកមិនជ័យតែទឹកហើយគាត់មិនជ័យទាំងទឹកអញដែរគាត់មិនជ័យទាំងទឹកអញដែរឡោស្រងសំពងឆើតឆាយរីកបងពួតកាយពេញក្នុងភងគាចិនរៀមចង់បានតែចានគ្រឿฟ้าមកធ្នមស្នេហាមិនឲ្យឃ្លាតឡើយខ្សែភាពយន្តខ្មែររឿងច័ន្ទគ្រឿហ្វាដឹកនាំសម្ដែងដោយលោកប៊ីវឆៃលៀងផលិតឡើងដោយផលិតកម្មអិន្ទ្រទេវីភាពយន្តសម្ដែងដោយគង់សំអឿនសោមវណ្ណសូដានីអោឌុំប៊ីវសំភុលបុផាត្រង់ដឺម៉ាប់ដូយ៉ាម៉ែម៉ឺនច័ន្ទស៊ីផាន់ម៉ុងដូលីននិងកណ្ដុលគ្រុនជឿចងគ្រឿហ្វាបុផាដួងចិត្តសូមកាយអាណិតបងណាកល្យានអូនមានគូហើយនៅឡើយនឹងមានប្រប្រាកុលប្រាឲ្យបងជាគូចាំដល់ពេលយើងបានកូនមួយទៅឲ្យកុំព្រួយសំយើងទៅជួបមកទៅឲ្យកុំព្រួយរឿងខ្លែងឯកនិពន្ធដោយលោកនប់ណែមនិងថតដោយផលិតកម្មនប់ណែមភាពយន្តអមានមិត្តអូនកុំភ័យខ្លួនមកជាប្តីណាក់ធ្នមថាទងចិត្តមកចុះណាមានស្នេហ៍បងខ្លាំងណមថាមិនចោលអូនទេសម្ដែងដោយមិត្តជាយុទ្ធននាងគឹមណូវ៉ាមិត្តនប់ណែមនិងតារាប្រុសស្រីជាច្រើនរូបទៀត
ែភាពយន្តមនោសញ្ចេតនាចម្លែករំជួលឆាកភាពយន្តក្នុងឆ្នាំ1974គឺជាស្នាដៃដំបូងរបស់ផលិតកម្មម៉ៅអាយុធក្នុងរឿងបិទភ្នែកហែកទ្រូងនៅឆ្នាំ1968ក្រុមសិល្បករនៃរាជទូរទស្សន៍ជាតិកម្ពុជាបានយករឿងសម្ដីចុងក្រោយដែលជាស្នាដៃរបស់លោកម៉ៅអាយុធមកសម្ដែងជាល្ខោននិយាយហើយបញ្ចាំងលើទូរទស្សន៍ជាតិដោយបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាលុះដល់ឆ្នាំ1972លោកម៉ៅអាយុធក៏បានរៀបសម្រួលផលិតរឿងនេះឲ្យคล้ายទៅជាល្ខោននិយាយផ្សាយតាមវិទ្យុជាតិហើយនៅឆ្នាំ1973ផលិតកម្មម៉ៅអាយុធក៏បានយករឿងនេះមកផលិតជាខ្សែភាពយន្តដោយកែចំណងជើងថាបិទភ្នែកហែកទ្រូងខ្សែភាពយន្តរឿងបិទភ្នែកហែកទ្រូងបានដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី20ខែមេសាឆ្នាំ1974នៅរោងភាពយន្តចេនឡាដោយទទួលបាននូវការគាំទ្រយ៉ាងសម្បើមអស្ចារ្យហើយមហាជនក៏មិនអាចបំភ្លេចបានដែរនៅឆាកជុតស្នេហាដ៏ផ្អែមល្ហែមរវាងតួឯកប្រុសវុទ្ធីដែលសម្ដែងដោយតារាគង់សំអឿននិងតួឯកស្រីកូឡាបសម្ដែងដោយតារាគឹមណូវ៉ារួមទាំងឆាកឈុតដ៏រំជើបរំជួលលួងលោមប្រឡំស្នេហ៍បញ្ចេញនូវសេចក្តីស្នេហាដ៏សេកស៊ីរវាងលោកអ៊ុចសេរ៉េតសម្ដែងតួជាអ្នកកាសែតនិងលោកស្រីសេងបទុមដែលជាភរិយាអ្នកកាសែតដៃឆៅរួមទាំងវត្តមានផ្កាយកំ pl ែងត្រង់ដឺដែលធ្វើឲ្យសាច់រឿងកាន់តែពិសេសថែមទៀតហើយខ្សែភាពយន្តរឿងបិទភ្នែកហែកទ្រូងបានបញ្ចូលនូវចម្រៀងពីរបទដ៏សែនពីរោះគឺបទសម្ដីចុងក្រោយច្រៀងដោយលោកស្រីហ៊ុយមាសហើយនិងបទបិទភ្នែកហែកទ្រូងច្រៀងដោយលោកស្រីប៉ែនរ៉នស្រាវជ្រាវនិងរៀបរៀងដោយវីរៈវ៉ារនីផ្សព្វផ្សាយដោយក្រុមដំណើរខ្មែរខ្ញុំមានប្រពន្ធ4រួចមកហើយតែមិនត្រូវចិត្តសោះពេលនេះខ្ញុំឃើញកុលាបដោយទេពអប្សរទី5ដែលខ្ញុំសំទោសបាច់ជាការគោសូមលោកលាខ្ញុំទៅផ្ទះនៅពីប្រសើរជាងខ្ញុំគំព្រាបបេះដូង2ខែហើយខ្ញុំមិនចង់ដឹងរឿងបេះដូងគំព្រាបរបស់លោកទេបើអញ្ចឹងខ្ញុំអស់សង្ឃឹមហើយលោកយកសម្ដីខ្ញុំយីហើយតើខ្ញុំចង់ដឹងថាក្នុងបេះដូងខ្ញុំកំពុងបញ្ជូនបែបណាឈឺទេស្នេហាបែបនេះជាសំណួរមួយឥឡូវសូមប្រដប់ស្នេហាមួយបែបទៀតអញទីក្បត់ចិត្តអនច្បាស់ជាចិត្តកងខ្លាមកឯងនឹងកញ្ចក់លើជើងឲ្យធ្លាយដំទ្រូងដល់ខាងឡើយកុំប្រចាំពេកទៅធំទេពនេះបងអើយចាប់តាំងពីបងចេះស្រឡាញ់ស្រីបងមិនដែលឃើញស្រីណាមានដើមទ្រូងទូលីល្អដូចអូនទេជឿទេវាស្រីថាកំពុងជើងអូនល្អថ្ងៃនេះជាប់តែមើលឃើញដើមទ្រូងអូនល្អចុះស្អែកស្លាញ់ណាទៀតតែវាល្អស្អែកគឺអូនហត់បងឆ្លងទៀតទេអូនឯងមិនខ្មាស់សាច់ជើងចក់វាលួចមើលជើងពីលើពីដានទេណាហើយស
แล้วตุ้มเอาจีอยู่เป็นใครโง่ตรอโหดกุญยงกับแม่เหมือนต้องรอทางปราบหากยงជាតិนี้เปลี่ยนคำแท้ខ្សែភាពយន្តខ្មែររឿងពេលដែលត្រូវយំនិពន្ធដោយអ្នកស្រីអួងកន្ធុផលិតឡើងដោយផលិតកម្មកងចាក់ភាពយន្តសម្ដែងដោយគង់សំអឿនទិតវិជ្ជរដានីនុបណែមគឹមណូវ៉ាលឹមសុផនមុំសារារតសំសុផុននិងតារាបាត់មុខមិនបានម៉ុងដូលីនព្រមទាំងម៉ាប់ណូយ៉ានឹងអមដោយចម្រៀង5បទយ៉ាងពីរោះជាប់ចិត្តគឺបទប្រយ័ត្នពីឆ្លងចិត្តឥតលអៀងស្រមោលស្នេហ៍ខ្ញុំចម្រៀងស្នេហ៍ខ្ញុំហើយនឹងបទពេលដែលត្រូវយំពេលនេះជាពេលដែលខ្ញុំត្រូវយំពេលតាតុងធំក្នុងរឿងជី